អូខេអ្នកនរយើងមកចូលទំព័រថ្មីរបស់យើងទៀតហើយនៅទំព័រទី11ណាយើងតើតងនឹងអត្ថបទដែរហើយយើងអានអត្ថបទអំពី Analisa blog ចាយើងអាននៅថ្ងៃទី1របស់គាត់ Welcome to my blog ណាសូមស្វាគមន៍មកកាន់ blog របស់ខ្ញុំ It's in English ចឹងនៅក្នុងប្រទេសអង់គ្លេសអូខេចំណងជើងហើយគាត់ផុសនៅក្នុងគាត់ផុសនៅលើអ៊ីនធឺណិតអ្នកនរអាចចូលទៅមក blog គាត់បាន post on April 6 by Analisa តែយើងនឹងឲ្យឆ្នាំណាអូខេ Hello សួស្តី I'm an Italian student ណាខ្ញុំគឺជាសិស្សជនជាតិអ៊ីតាលីអញ្ចឹងគាត់មកពីអ៊ីតាលីគាត់មករៀននៅអង់គ្លេស In the Notting Hill London អូខេនឹងទីតាំងដែលគាត់រស់នៅណានៅ Notting Hill ណាទីក្រុងឡុង England ប្រទេសអង់គ្លេស I'm here to learn English ណាខ្ញុំមកទីនេះ I'm here ណាខ្ញុំមកទីនេះដើម្បីរៀនអង់គ្លេស My English family are Wilsons ចឹងគ្រួសារអង់គ្លេសដែលខ្ញុំរស់នៅជាមួយនៅតកូលរបស់គាត់គឺ Wilson Peter the husband ចឹង Peter គឺជាប្តីណាជាមួយគ្រួសារ and Helen the wife ហើយ Helen គឺជាប្រពន្ធ have 3 children ណាមានកូន3នាក់ Edward 16ណា Edward អាយុ16ឆ្នាំ Rick 19 Rick មានអាយុ19ឆ្នាំ and Rosie ណានិង Rosie អាយុ23ឆ្នាំ Rosie's married ណា Rosie's married យើងអានណាប្រកប apostrophe អីឲ្យហើយមកចឹង Rosie គឺរៀបការរួចហើយ they is very friendly ចឹងអ្នកទាំងអស់គ្នាហ្នឹងនៅក្នុងគ្រួសារគាត់ហ្នឹងគឺ friendly រួសរាយរាក់ទាក់ but they speak very fast ប៉ុន្តែពួកគេនិយាយលឿនយើងមកពីប្រទេសផ្សេងអត់និយាយអង់គ្លេសពេលដែលយើងចូលទៅគ្រួសារនិយាយអង់គ្លេសប្រហែលជាពិបាកស្ដាប់តិចណាអញ្ចឹងពួកគេនិយាយលឿន is difficult ណាវាពិបាក to understand them ណាក្នុងការដែលយល់អំពីពួកគេនិយាយមកយើងចាប់អត់សូវបានហ្នឹងគឺជាការពិបាករបស់គាត់ first day at school អូខេថ្ងៃទី3គឺជាថ្ងៃដំបូងនៅសាលាអូខេយើងថ្ងៃចូលរៀនហើយ Today is my first English class at Martin College ចឹងថ្ងៃនេះគឺជាថ្ងៃដំបូងណាថ្នាក់ភាសាអង់គ្លេសរបស់ខ្ញុំនៅឯសាលា Martin It's a big school វាសាលាគឺធំ in the center នៅក្នុងទីប្រជុំជន in Covent Garden នៅក្នុងតំបន់ Covent Garden It's near a lot of shop ណាវានៅក្បែរ It's near នៅក្បែរ a lot of shops នៅជិតហាងជាច្រើន cafe ណាហាង cafe និងមហោស្រព It's great ណាវាល្អខ្លាំងណាស់ My class is very international ណាថ្នាក់របស់ខ្ញុំគឺបែបថ្នាក់អន្តរជាតិ The students are from Mexico ចឹងសិស្សមកពីប្រទេស Mexico Japan ពីជប៉ុន Egypt ណាមកពី Egypt Spain ណាមកពី Spain Hungary ណា Hungary មកពីប្រទេស Hungary ដែរ and Switzerland Our teacher's name is Charlotte ចឹងគ្រូរបស់ពួកយើងឈ្មោះថា Charlotte She's very young នាងនៅក្មេង and she's very nice ហើយនាងក៏ល្អដែរ I really like her ខ្ញុំពិតជាចូលចិត្តនាង She's a good teacher នាងគឺជាគ្រូដ៏ល្អម្នាក់ Dayton I love London ខ្ញុំស្រឡាញ់ទីក្រុងឡុង Hello again ណាសួស្តីម្ដងទៀត It's great here នៅទីនេះគឺល្អខ្លាំងណាស់ I love London ខ្ញុំស្រឡាញ់ទីក្រុងឡុង It's big ណាវាធំ but interesting ប៉ុន្តែគួរឲ្យចាប់អារម្មណ៍ I like shopping នៅខ្ញុំចូលចិត្តទិញអីវ៉ាន់ but it's very expensive ប៉ុន្តែអីវ៉ាន់គឺតម្លៃថ្លៃ I go to the parks ណាខ្ញុំទៅសួនឧទ្យាន They are really beautiful ណាគឺសួនទាំងនោះគឺស្អាតខ្លាំងណាស់ And I go to museum and galleries ណាខ្ញុំទៅសារមន្ទីរហើយនឹងទៅនៅកន្លែងតាំងពិព័រណ៍ The National Gallery is free ចឹង National Gallery គឺតទៅនឹងការតាំងពិព័រណ៍ផ្នែកសិល្បៈណា free ណាមិនគិតលុយទេ I go by bus or by underground ខ្ញុំទៅដោយជិះឡានក្រុងឬក៏មធ្យោបាយក្រុងដី It's very easy គឺវាងាយស្រួលខ្លាំង The weather's okay អាកាសធាតុវិញគឺមិនអីទេណាអាចរស់នៅបានហើយអាចមិនពិបាកសម្រាប់គាត់ Cold ត្រជាក់ but sunny ណាត្រជាក់ប៉ុន្តែមានពន្លឺថ្ងៃ
The food is okay ចឹងអាហារក៏មិនអីដែរណា okay too okay and the coffee is great បើនិយាយពី coffee វិញគឺឆ្ងាញ់ There are a lot of Italian coffee bar in London មានខាងកាហ្វេជនជាតិអ៊ីតាលីជាច្រើននៅទីក្រុងឡុង Check out my photo ឥឡូវបើចង់ដឹងបន្ថែមអាចចូលទៅមើលរូបថតគាត់ឬក៏រូបភាពគាត់នៅក្នុងអ៊ីនធឺណិតអូខេមានប៉ុណ្ណឹងកន្លែងនេះចឹងតោះយើងទៅឆ្លើយសំណួរឬក៏ធ្វើលំហាត់ផ្សេងទៀតកន្លែងនេះគេឲ្យយើងស្ដាប់ណាយើងស្ដាប់ហើយតើ Annalisa នៅកន្លែងណាយើងទៅសេខាងនេះមកអូខេចឹងកន្លែងនេះតើអ្នកណាដែលគាត់និយាយជាមួយអូខេចឹងយើងស្ដាប់ហើយយើងស្ដាប់ម្ដងមួយហើយយើងទៅសេតែម្ដងណាចឹងកន្លែងនេះគឺ Annalisa នៅកន្លែងណាអានេះតើគាត់និយាយជាមួយអ្នកណាអូខេតោះ Tape script 1.13 1. Goodbye, Annalisa. Have a good day at school. Thank you, Peter. And you have a good day at work. អូខេចឹងដល់គាត់នៅណាអត់ដល់គាត់នៅណាទេអ្នកនរគ្នាចឹងគឺគាត់នៅផ្ទះគាត់រៀបចំចេញទៅសាលាអូខេចឹងដាក់ថា at home អូខេចឹងគាត់លាគ្នាជាមួយនឹង Peter អ្នកគ្រួសារគាត់នៅជាមួយ 2. Good morning, Annalisa. Where's your homework? It's here, Charlotte. អូខេណាអញ្ចឹងគាត់នៅណាដឹងអត់ So the homework គឺនៅ at school ឬក៏ in the class at school អញ្ចឹងគាត់និយាយជាមួយអ្នកគ្រូគាត់ឈ្មោះថា Charlotte ណាអ្នកគ្រូគាត់គេ Charlotte ទៅជាសារធំ 3 Hello, Cristo. Where are you from? I'm from Mexico. អូខេចឹងដឹងថាគាត់និយាយជាមួយណាគាត់ចូលដល់ថ្នាក់ហើយគឺគាត់និយាយជាមួយនឹងណាគាត់និយាយជាមួយនឹងមិត្តភក្តិរបស់គាត់ in the class ចឹងដាក់ her friend ក៏បានឬក៏ដាក់អីគេ Crystal វិញណាគេដាក់ her friend ចុះអូខេ her classmate អូខេ 4. A ticket, please. The National Gallery is free. Oh, good. Thank you. អូខេចឹងគាត់ទៅណាអ្នកនរគ្នាយើងលើវិញ at gallery អូខេយើងធំតិចណាចឹងគាត់និយាយជាមួយអ្នកណាដឹងទេជាមួយនឹងgallery អូខេ assistant ចាអ្នកជំនួយការនៅក្នុង gallery ហ្នឹង 5. A coffee, please. Certainly. Here you are. អូខេគាត់និយាយជាមួយគាត់នៅកន្លែងណា in a cafe ណា cafe អ្នកនរគ្នាកន្លែងនេះគឺគេមានអក្សរបន្តមួយទៀតតែស្អាតចេញទេណានៅកន្លែងហាងកាហ្វេបើ coffee ជា drink cafe ជាភោជនីយជាកន្លែងជា shop ណាអូខេចឹងគាត់និយាយជាមួយ waitress អូខេមានប៉ុណ្ណឹងកន្លែងនេះណាអាចស្ដាប់ឡើងវិញបានតោះ What is the opposite adjective ទាំងអស់នេះគឺជា adjective អ្នកនរជាគុណនាមណាអញ្ចឹងយើងយកគុណនាមនេះអក្សរយើងឃើញខុសគេអក្សររៀង Q តិចនោះរៀងអក្សរដិតពណ៌ទឹកប៊ិចហ្នឹងអញ្ចឹងយើងយកមក opposite វាណាអញ្ចឹង a good student a bad teacher ណា a big city អញ្ចឹងមិនដែរ town គឺ big ទៅជា small town អូខេa hard day ចឹងcold ដាក់ cold មកផ្ទុយនឹងក្តៅ cold weather ណាត្រជាក់អាកាសធាតុត្រជាក់ a horrible coffee fantastic meal អាហារឆ្ងាញ់អាហារឆ្ងាញ់ខ្លាំង fantastic ចឹង horrible គឺវាមិនឆ្ងាញ់ទេបើល្វីងគឺល្វីងណាល្វីងខ្លាំងតែម្ដង a cheap
an expensive restaurant ណាចឹងធូរថ្លៃណាផ្ទុយជាមួយនឹងថ្លៃ old man a young okay young girl a slow bus a fast car easy exercises easy exercise គឺផ្ទុយនឹង easy គឺ difficult homework ណា homework ដែលពិបាកអូខេមានប៉ុណ្ណឹងហើយយើងមកមើលវេយ្យាករណ៍របស់យើងវេយ្យាករណ៍របស់យើង complete there to be ចឹង verb to be អត់ពិបាកទេណាយើងស្គាល់ហើយ I am ណា you are ណា you are he is she is it is ដូចគ្នាដែរហើយ they are យើងមកមើលកន្លែង complete the possessive adjective ណាចឹង possessive adjective គុណនាមកម្មសិទ្ធិទៅទៅនឹងកម្មសិទ្ធិតោះចឹងបើយើងនិយាយអំពីកម្មសិទ្ធិរបស់យើងណា I គឺ my អូខេ my bag my book my pen ឧទាហរណ៍ហើយចឹងដល់ពេល you your អូខេ your book មិនមែនរបស់ខ្ញុំទេគឺរបស់អ្នកណាចឹងកម្មសិទ្ធិរបស់អ្នកចឹងវាមានកម្មសិទ្ធិរបស់ប្រធានរបស់យើងអូខេចឹងកម្មសិទ្ធិរបស់គាត់គឺ his name his family his house យើងឃើញទេយើងអត់ប្រើ he យើងប្រើ his ណាកម្មសិទ្ធិ she ទៅជា her car her motorbike her school her class យើងប្រើពាក្យ her ណានិយាយអំពីកម្មសិទ្ធិអូខេតើ we ទៅជា our family ណាយើងដែលប្រើពាក្យហ្នឹងឯង our family our home our class អូខេ they ចា they កម្មសិទ្ធិរបស់ពួកគេគឺ their ណា their អី their school អូខេ their house យើងឃើញនិយាយអំពីកម្មសិទ្ធិអត់អូខេយើងទៅមើលនៅខាងក្រោយណាខាងក្រោយគេមានបញ្យលបន្ថែមបន្តិចទៀតណាមានអីពិសេសអត់ 1.1 ដល់ 1.2 នៅទំព័រ134ណាចាំអូខេណាចឹងមកចូលកន្លែងនេះទៅនឹង verb to be យើងស្គាល់ហើយណាចឹងនេះកន្លែងនេះ to be ណាតម្រងកាត់របស់គេចឹង I'm from Bristol I am ណា he is she is it is អូខេចឹងតម្រងកាត់ដូចគ្នា we ណា we are yours you are they are អូខេចឹងតម្រងបដិសេធណាយើងគ្រាន់តែដាក់ not នៅខាងក្រោយ to be របស់យើងមកអូខេI'm not from Italy អូខេយើងបដិសេធដល់នេះ is ដាក់ is not មកឬក៏ isn't ណាតម្រងកាត់ isn't married we aren't ណា you aren't they aren't married ណាមិនតាន់គឺដាក់ not នៅខាងក្រោយ to be I'm not ណា I'm not ឬក៏ I am not អូខេប៉ុន្តែគេអត់ឲ្យតម្រងកាត់បែបនេះទេ He isn't អូខេ isn't ណាតម្រងកាត់ឬក៏ he is not អូខេស្មើគ្នាណាស្មើគ្នាតែឃើញចឹងគឺសេតម្រងមួយណាក៏បានដែរណា she isn't she is not it isn't it is not we are not you are not they are not the question with question word what ណា what ហ្នឹងគឺជា question word where who how អូខេហ្នឹងគឺជា question word how old what's your name Alika អូខេ what's កន្លែងនេះគឺ what is គេប្រាប់ទម្រង់កាត់ជើងទេអូខេទាំងអស់នេះគឺ is what's her surname អូខេ what is her surname Johnson's what is his phone number ចឹងយើងអានលេខមកអូខេនេះ where are you from London where she from អូខេ where is ណាចឹងកន្លែងនេះគេប្រាប់ដែរណា where ស្មើនឹង where is who's Laura who is Laura ណាស្មើនឹង who is Laura she's my sister who's she អូខេតើនាងជាអ្នកណា how are you អូខេ fine thanks how old are you I'm 22 អូខេមានប៉ុណ្ណឹងហើយយើងមកក្រោមទៀតណា yes no question is តាមពេលដែលយើងចង់បង្កើតសំណួរជាមួយនឹង to be អ្នកនរគ្នាដាក់ to be មួយមុខមក is
ចឹងយើងធ្លាប់តែឃើញ to be នៅខាងក្រៅរបស់វាបងប្អូនបង្កើតជាប្រយោគសំណួរបានអូខេ is he nice is he nice is she nice ណា is it nice are you married អ្នករៀបការហើយនៅ are they married ចឹងយើងឆ្លើយមក short answer ពេលដែលគេសួរដោយយើងឃើញ to be នៅខាងមុខឯងចឹងយើងឆ្លើយ yes ឬក៏ no ទេអូខេ yes he is no she isn't yes it is អូខេបើសិនជា yes គេសួរដោយ he yes he is សួរដោយ she yes she is ប៉ុន្តែបើសិនយើងបដិសេធ no she isn't yes it is no it isn't អូខេនឹងជារបៀបបដិសេធ yes I am ណាគេសួរដោយ I ណា are you អូខេយើងពេល you អញ្ចឹងយើងពេល you យើងអ្នកឆ្លើយហើយពេល yes I am ណាបើរៀបការហើយដល់ពេល no I'm not yes we are no we aren't អូខេ yes សួរដោយ we ណា we no ណា no we aren't yes they are no they aren't ណាតម្រងដែលយើងអាចឆ្លើយបានទៅនឹង possessive adjective ណាអំពីកម្មសិទ្ធិមិញហ្នឹងអញ្ចឹង what's my name នេះខ្ញុំឈ្មោះអី what's your សិទ្ធិ my កម្មសិទ្ធិរបស់ I ណា your កម្មសិទ្ធិរបស់ you his កម្មសិទ្ធិរបស់ he her កម្មសិទ្ធិរបស់ she ហើយនឹង its កម្មសិទ្ធិរបស់ it what's your name what his name what her name what its name okay this is our house នេះគឺជាផ្ទះរបស់ពួកយើងអញ្ចឹង our house កម្មសិទ្ធិរបស់អ្នកណាកម្មសិទ្ធិរបស់ we អូខេអញ្ចឹងផ្ទះរបស់ពួកយើង this is your house this is their house អូខេណាមានប៉ុណ្ណឹងអរគ្នាអរគុណហើយនៅក្នុងទំព័រនេះយើងប៉ុណ្ណឹងសិនអរគ្នា